បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើឆ្អឹងជំនីជ្រូកលីងអំបិលម្ទេសរសជាតិគឺតែឆ្ងាញ់មែនទែនបើហើយមុខម្ហូបនេះយើងយកទៅញ៉ាំលេងក៏បានញ៉ាំជាមួយបាយក៏ត្រូវដែរហើយរបៀបធ្វើវាក៏អត់ពិបាកទៀតហើយយើងបានរសជាតិឆ្ងាញ់អញ្ចឹងណាបើហើយបន្តិចទៀតយើងទៅតាមដានទស្សនារីធ្វើនិងគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាបើហើយនេះគឺជាគ្រឿងផ្សំហើយមុនដំបូងយកឆ្អឹងជំនីជ្រូកមកវះវាសិនណាយើងវះតាមឆ្អឹងជំនីរបស់វាហ្នឹងដល់ពេលខ្ញុំវះរួចរាល់ហើយយើងកាប់ហើយពេលយើងកាប់យើងលៃវាមើលទៅដាក់3កង់អញ្ចឹងណាហើយខ្ញុំកាប់បន្តទៅអស់ដល់ពេលកាប់រួចរាល់ហើយខ្ញុំយកឆ្អឹងជំនីជ្រូកមកប្រឡាក់នឹងម្សៅបំពងប្រឡាក់ឲ្យវាសព្វគ្នាទៅបើខ្ញុំយកទៅបំពងហើយពេលយើងបំពងយើងត្រូវដាក់ប្រេងឆានៅក្តៅសិនបានវាអត់ជាប់ខ្ទះហើយយើងបំពងឲ្យឆ្អិនតែម្ដងមកព្រោះថាពេលយើងលីងគឺយើងអត់មានត្រូវចំណាយពេលយូរទៀតទេព្រោះថាយើងបំពងឆ្អិនហើយយើងប្រែទៅហើយយើងមិនបាច់ឲ្យវាខ្លោចទេភ្លើងយើងដាក់មុំមើលតែវាមកក្រហមស្អាតទៅបានហើយនេះឥឡូវចឹងជំនីជ្រូកវាឆ្អិនហើយយើងស្រង់វាឡើងសម្រាប់ប្រេងឆាអស់ហើយបើខ្ញុំយកទៅលីងម្ដងទៀតហើយឆ្អឹងជំនីជ្រូកដែរយើងត្រូវបំពងវាឲ្យឆ្អិនល្អអញ្ចឹងបងប្អូនហើយយើងសម្រាប់ប្រេងឆាអស់សិនមកបាទយើងយកមកលីងហើយជាបន្តខ្ញុំយករឹសនិងគល់ជីបន្សុយមកបុកសិនខ្ញុំបោយមាត់សិនដល់ពេលមាត់ហើយខ្ញុំដាក់ម្ទេសស្រស់ហើយយើងបងម្ដងទៀតខ្ទឹមសដាក់ក្រោយគេព្រោះថាបើយើងដាក់ខ្ទឹមសវាខ្ទាតញ៉ៃវាអត់ងាយមាត់ទេដល់ពេលម្ទេសមាត់ហើយខ្ញុំដាក់ខ្ទឹមសហើយយើងបុកម្ដងទៀតមកបោយមាត់មកប៉ុណ្ណឹងជាការស្រេចយើងអាចដួសទៅលាយនឹងឆ្អឹងជំនីជ្រូកយើងបានហើយហើយឥឡូវយើងមកធ្វើតែម្ដងហើយមុនដំបូងដាក់ប្រេងឆាក្តៅដល់ពេលប្រេងឆាក្តៅហើយខ្ញុំដាក់ម្ទេសខ្ទឹមសแล้วខ្ញុំបុកឲ្យមិញចូលមកហើយយើងរំលីងវាឈ្ងុយសិនណាហើយកន្លែងនេះដាក់ភ្លើងមុំទៅកុំឲ្យដាក់ភ្លើងខ្លាំងពេកដល់ពេលឃើញថាវាឈ្ងុយប៉ុណ្ណឹងហើយខ្ញុំដាក់ស្ករត្នោតហើយយើងរំលីងស្ករត្នោតឲ្យវាឈ្ងុយសិនហើយយើងមកផ្សំគ្រឿងតែម្ដងហើយមុនដំបូងដាក់ទឹកស៊ីអ៊ីវរ៉ូឌីប៊ីចេងទឹកម្ទេសទឹកប្រេងខ្យងហើយទឹកស្អាតបន្តិចមកហើយយើងឆាវាម្ដងទៀតឆាឲ្យគ្រឿងក្រៅប្រមាណមុខវាសព្វចូលគ្នាល្អនិយាយទៅយើងឆាវាពុះសិនណាដល់ពេលពុះប៉ុណ្ណឹងហើយខ្ញុំដាក់ទឹកស៊ីអ៊ីវខាប់បន្តិចដើម្បីយកពណ៌ហើយយើងឆាម្ដងទៀតដល់ពេលខ្ញុំឆាពី3ត្រឡប់ហើយខ្ញុំដាក់ឆ្អឹងជំនីជ្រូកខ្ញុំបំពងហើយហ្នឹងដាក់ចូលមកហើយយើងឆាវាម្ដងទៀតមកយើងឆាឲ្យគ្រឿងក្រៅវាចូលជាតិនឹងឆ្អឹងជំនីជ្រូករបស់យើងណាហើយកន្លែងហ្នឹងយើងភ្លក់ទៅបងប្អូនរសជាតិតាមតាមចំណង់ចំណូលចិត្តណាយើងចូលចិត្តរសជាតិមិនយើងដាក់ប៉ុណ្ណឹងទៅហើយរបៀបធ្វើវាក៏មានប៉ុណ្ណឹងទេវាអត់ពិបាកទេដល់ពេលរសជាតិបានហើយខ្ញុំដួសដាក់ចានដល់ពេលដួសដាក់ចានហើយខ្ញុំដាក់ស្លឹកជីវ៉ាន់ស៊ុយបន្តិចដើម្បីយកសោភ័ណភាពវាកាន់តែស្អាតណាបាទហើយសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងទេបាទសូមអរគុណរកតាមដានទស្សនារបស់បងប្អូនតាពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា